ថៃនិងអាមេរិកពួតដៃគ្នាកម្ចាត់អំពើឆបោកអនឡាញតែបែរជាផ្ដោតយកកម្ពុជាជាគោលដៅទៅវិញឃើញទេបងប្អូននៅពេលដែលយើងមានបញ្ហាជាមួយអាមេរិកចោទអាមេរិកថាជារដ្ឋខុបខិតជាមួយកម្ពុជាទំនាក់ទំនងរបស់យើងជាមួយអាមេរិកក៏ល្អកកគេយូរគេអមមកយើងបន្តិចបធូរបន្ថយកុំឲ្យយើងនឹងងាកទៅចិនខ្លាំងពេកតែគេហុចអំបោះមកយើងគេសំណោះដៃរាល់ថ្ងៃខ្មែរយើងដែលឲ្យអាមេរិកគេដូចថាអូស្រាប់តែគេលើកលែងអាស្អីទណ្ឌកម្មលែងលក់អសពាវុធឲ្យខ្មែរហ្នឹងគេដកមកវិញខ្លះដែលយើងអត់មានប្រែប្រួលសិទ្ធិមនុស្សអីសោះដោយសារតែយើងដើរតួធ្វើជាមនុស្សដែលមានបន្ទុកឲ្យគេទេមិនមែនជាទ្រព្យទេជាបំណុលម្ដាយឪពុកឃើញកូនយំតថៈដីបោកក្បាលនៅអញ្ចឹងដោយសារតែរំអុកចង់បានអីមួយម្ដាយឪពុកឃើញកូនបែបហ្នឹងចិត្តតែគិតថាចង់ឲ្យបែកក្បាលអញ្ចឹងហ្មងទៅអូរៀងតែក្នុងចិត្តក៏គិតថាអត់កើតទេតែបែកក្បាលដេររាប់ធ្នេអស់លុយអស់កាក់អីច្រើនហើយសុខភាពអត់ស្រួលវេទនាតាម៉ែឪទៀតហើយកូននឹងឈឺមែនហើយក៏ប៉ុន្តែវាបន្ទុកម៉ែឪហើយអញ្ចឹងកម្ពុជាធ្វើអញ្ចឹងរំលាយសិទ្ធិមនុស្សរំលាយជាតបតៃអីលាក់នឹងលាក់ទៅអែបជើងចិនធ្វើឲ្យរកម្មចិត្តដល់អាមេរិកគេខ្លាចយើងនឹងលុះក្រោមឥទ្ធិពលចិនបាត់អស់ទៅធ្វើម៉េចទៅអញ្ចឹងទៅចិត្តតែទាញមកវិញអត់មានចិត្តអីមួយថាយើងនឹងជាកូនថ្លៃថ្នូរអីទេគេថាកូនយើងនឹងគឺកូនក្បាលខូចប៉ុន្តែចេះងាកមកបន្តិចប៉ុន្តែអត់ជួយច្រើនទេកុំឲ្យតែយើងទៅដាច់ភឹងឃើញទេគេងាកមកតែអត់ជួយយើងច្រើនទេព្រោះឆ្លោះគ្នាមួយថៃអត់មានថ្កោលទោសថៃទេតែឲ្យលុយថៃរាប់$100 លានទៅជំនួយយោធាធ្វើសម្ពយុទ្ធយោធាជាមួយថៃអីណាណោះហើយមកចោទថាថៃទាំងខ្មែរហ្នឹងសិតតែអឺអ្នកប្រយុទ្ធស្មោកគ្រោកអីណាលោកត្រាំអីហ្នឹងនិយាយពេញមាត់ថាយើងស្មោកគ្រោកធ្វើសង្គ្រាមស្មោកគ្រោកអត់មានហើយតើឥឡូវធ្វើសម្ពយុទ្ធយោធាជាមួយថៃឲ្យរត់ពាសដែកទៅថៃ7 8 10គ្រឿងឲ្យលុយរាប់រយដូចជិត$100 លានអីអញ្ចឹងសម្រាប់ជួយយោធាថៃលាក់នឹងលាក់ប្រមាណយើងមិនសូវខ្វល់ទេប៉ុន្តែឥឡូវនេះមករឹតចំណងឆបោកអនឡាញជាមួយថៃហើយគោលដៅគឺកម្ចាត់ឆបោកអនឡាញនៅប្រទេសកម្ពុជានេះទៅរឹតរួតដៃគ្នាជាមួយថៃហើយយកខ្មែរជាគោលដៅបងប្អូនតើអន្តរជាតិគេមើលមកអាម៉េចគឺយើងគឺជាសម្រាមហ្មងគឺជាធុងសម្រាមហើយឥឡូវគេព្រួតគ្នាអន្តរជាតិកំពុងមានរឿងយើងមានចំនួនដីជាមួយថៃយកដីយើងអស់50-60កន្លែងគួរតែយើងគិតថាអន្តរជាតិជួយយើងដើម្បីរករឿងថៃឥឡូវអាមេរិកមួយដែលជាអាញាកណ្ដាលដែលឲ្យមានប័ណ្ណជប់បាញ់2 ដងហើយទៅសហការជាមួយថៃមកកម្ចាត់ឆបោកអនឡាញនៅទល់ដែនខ្មែរដោយយកលេសថាដោយសារតែការឆបោកនៅខ្មែរនឹងវារៀលដាលពេកបានធ្វើឲ្យជនជាតិអាមេរិករាប់ម៉ឺននាក់ខ្លាចជាជនរងគ្រោះបង្កក់ទ្របលោកចិនស៊ីបាន$5-10 ពាន់លានហើយទៅឥឡូវរឿងលោកកុកអាននេះទៅចេញមកថ្មីទៀតចឹងអាមេរិកនិងថៃមានទឹកមាត់ប្រៃសហការគ្នាម្លេះសេខ្មែរចោលហើយយកខ្មែរដាក់ទៅជាឋាននរុអវជ័យឲ្យពិភពលោកមើលថាគឺគេពួតដៃគ្នាមកសហការដើម្បីកម្ចាត់ឆបោកអនឡាញក្នុងដែនអធិបតេយ្យរបស់កម្ពុជាគេមើលមកពិភពលោកថាអូអញ្ចឹងអាការអនឡាញឆបោកហ្នឹងមកពីខ្មែរទេវាមិនមែនអញ្ចឹងទេដើម្បីឲ្យភាពយុត្តិធម៌មែនតើណាខ្ញុំមិនស្ដីបន្ទោសថារឿងឆបោកអនឡាញហ្នឹងវាចេញពីខ្មែរសតទេព្រោះពាក្យអនឡាញបានន័យថាវាដែតនៅលើពិភពលោកហ្នឹងអាមេរិកក៏មានថៃក៏មានភូមាក៏មានកម្ពុជាក៏មានដែរវាមិនមែនមានតែនៅស្រុកខ្មែរទេវាមានគ្រប់កន្លែងអញ្ចឹងប៉ុន្តែរឿងអកុសលខ្មែរយើងអត់អាចទៅប្រាប់គេថាយើងស្អាតស្អំបានដោយសារអីយើងបង្កើតឲ្យមានសម្បុកឆបោកអនឡាញហ្នឹងនៅក្រោមចំមុះរបស់យើងអត់ចាត់ការអីសោះអានេះគេប្រឹងណាស់គេបានមកគឺដោយសារប្រការណាមួយហ្នឹងគឺគេអាចថាធ្វើប្រហែសឆក់ល្វែងតែយើងនៅក្រោមក្លៀកហ៊ូយលោកឲ្យលោកបពាក់ពពូនគេប្រាប់តាំងពីឆ្នាំណាក៏យើងមិនឈឺក្បាលដែរហើយយើងអត់ឆ្ងល់ទេខ្ញុំពងតែឆ្ងល់ប្រជាពលរដ្ឋខ្មែរ2 លាននាក់អត់ការងារធ្វើនៅខ្មែរទៅធ្វើខ្ញុំក៏ចាស់គេនៅថៃពលករខ្លួនឯងចំណាក់ស្រុក
từ xong cả tờ ro ca như thua nó thay chlong đàn khó cho bắp tờ thua ca như khắc cru thằng nào đo chỉ vật cho tờ tờ bật thay nó lơ tụng này sát cái bánh tờ lẹ tờ chả ca cái su chả ca sport chả ca ấy buộc chặt buộc ấy chlong cắt prom đàn cái chắp đã cục ấy bỏ thay bật than tờ ro ca như nó cứ pi liên nè tôi tờ vinh nơi sọc mai à kia đập mà phây choan bà bẹ bà pun không nia ca nghe say kê cho sờ bồ mà này hai bà ca nghe sờ bố hát ấy bàn khai dương từ thay đò pi liên mình do pi liên năng mau bà sờ bố yang ní mình oi thua ca nghe năng bà ca nghe sọp cho bạp ót đăng thà ca nghe năng cái bao cái chở ót cho sớm kết đi chở vì mình đai mà phum từ chua mà bà tục năng á mà sân tha kia rồi có tia sân nạ năng rọp rồi nè pram của môi rồi nè cái thơ ấy bà ca nghe sọp cho bạp hát ấy có bà bẹ bà pun kia từ ấy mà hai miên ta bò rồi tê tiệt phía chở không ai dương còn miên này bỏ tên nó cứ chân nó ai không miên là đi tu sắp mà krương nó công tơ tu sắp bập bẹ bập pun kia chả sắm nặng sân tha kia bà kia scam sky bây giờ ăn đang thả nó cái cho bao cái chở cứ dương thưa mình đăng mình lư để sao dương ban Paul pi ẩm pơ cho bao con mình đăng hay đó tập về cái chập đam cái tranh sự bài ca tăng pi pon đập bổng buôn ấy mà phèm bổng mũi năm ấy ông ca sạp chết chết và thay dương mình chưa nè na tới thay kia nhiều bài ông ca sạp chết chết cái ro khơi tham miên chân rong cru pi mà sai pi mơn nè nâng pơ cho bảo dứt chứ các bạn toaแต่เรื่องพรมได้นี่មានចាប់ចិនស៊ីដែលគេកោលទោសរបស់អាមេរិកដាក់ទៅកុំអីក៏អត់ក៏ក្រើកដែរនិយាយទៅយើងអកុសលណាស់ដែលមានចំនួនព្រំដែនជាមួយថៃប៉ុន្តែវាទៅជាពរជ័យមួយទៅវិញដែរវាជាបដាសាហើយនឹងពរជ័យក្នុងពេលជាមួយគ្នាហ្នឹងគេហៅលៀបក្នុងគ្រោះបងប្អូនគ្រោះហ្នឹងគឺយើងបាត់ដីខ្មែរច្រើនកន្លែងណាស់ទៅថៃប៉ុន្តែលៀបមួយដែរគឺឲ្យអាសបុកឆបោកអនឡាញហ្នឹងវាបានក៏ក្រើកមកផ្លែតដែរប៉ុន្តែលោកអើយក៏ក្រើកនឹងចាប់បានតែត្រីក៏ភ្លៀងហើយក៏ចោះក៏ក្អាត់នឹងឯងតែត្រីឆ្ដោត្រីអីមិនដឹងនៅណាទេហើយទៅថៃគឺគេដល់ពេលអញ្ចឹងគឺគេលៀបយើងគេចេញដីកាតាមចាប់លោកកុកអានពីថៃឥឡូវអាមេរិកគេចេញដីកាចោតប្រកាន់លោកកុកអានដាក់ទណ្ឌកម្មអ្នកអង្គញានៅស្រុកខ្មែរឥឡូវគេទៅពួតដៃគ្នាជាមួយថៃតើមុខមាត់យើងនៅកន្លែងណាបងប្អូនខ្ញុំសោកស្ដាយណាស់លោកហ៊ុនម៉ាណែតក៏គាត់ខំដែរមួយរយៈហ្នឹងគឺធ្វើច្បាប់ធ្វើអីដើម្បីប្រយុទ្ធប្រឆាំងការឆបោកអនឡាញហ្នឹងទាំងថ្ងៃទាំងយប់អត់សម្រាកទេដើម្បីឲ្យប្រញាប់អាហ្នឹងតលគេហៅថាគូរួចបានធ្វើលបងដល់ថ្ងៃប្រឡងបានខំប្រឹងអានមេរៀនតែអានស្អីរួចរៀន10ឆ្នាំជាងហើយទៅទាំងដល់ថ្ងៃប្រឡងស្រាប់តែមកយប់ទៅភ្លឺហ្នឹងអង្គុយសូត្រយកហ្មងភ្នែករូងខងដូចខ្មោចឆៅយើងចេះអីយើងទៅប្រឡងស្អីជាប់យើងដល់ថ្ងៃហើយហ្នឹងអាហ្នឹងខ្មែរយើងមានសុភាសិតហ្នឹងដែរដែលយើងធ្វើចឹងឯងភ្លើងចម្បើងហើយដល់ពេលប្រជាពលរដ្ឋគេរិះគន់គេថាពួកអារិះគន់ហ្នឹងស្អីក៏វាទៅដែរសិនចឹងតែខ្លួនឯងហ្នឹងគឺគេថាអីក៏តែមិនធ្វើដែរដល់ពេលដល់ទឹកដល់ច្រមុះបានស្ទុះទៅថេះទៅថាយើងធ្វើឲ្យតាគេចោតត្រូវចឹងបានថាគេចោតអីចោតទៅកុំធ្វើត្រូវឲ្យដូចគេចោតឥឡូវដល់ពេលថៃធ្វើអញ្ចឹងអ្នកណាដែលបាក់មុខកម្ពុជាទៀតងើបមុខអត់រួចហើយដល់ពេលបាក់មុខអារឿងថៃសហការជាមួយអាមេរិកមិនមែនប៉ះពាល់តែអារឿងកិត្តិយសរឿង scam ហ្នឹងទេប៉ះពាល់រឿងព្រំដែនយើងទៀតពួកអីតែអាមេរិកសហការជាមួយថៃគឺនៅតែអញ្ចឹងឯងសង្ខោញអារឿងមករឿងព្រំដែនហ្នឹងគឺត្រូវតែវាយយកឲ្យបានក៏ក្រាបឲ្យបានអញ្ចឹងដីហ្នឹងអត់ឲ្យខ្មែរមកវិញទេខ្លាចយកជាមជ្ឈមណ្ឌលឆបោកអនឡាញអញ្ចឹងຕົករហូតថៃគ្រប់គ្រងរហូតអញ្ចឹងហ្មងនេះវាប៉ះពាល់ដល់ដែនអធិបតេយ្យយើងទៀតដល់បងប្អូនអូខេឥឡូវយើងតទៅទៀតអស់ពីថៃមកឥណ្ឌាម្ដងតែឥណ្ឌាហ្នឹងតាក់តងរឿងស្រុកខ្មែរខ្ញុំអត់និយាយរឿងឥណ្ឌាលក់មុងទេខ្ញុំនិយាយរឿងឥណ្ឌាទ័ពឥណ្ឌា120នាក់ចូលមកដល់កម្ពុជាហើយត្រៀមធ្វើសម្ពយុទ្ធយោធានៅកំពង់ស្ពឺតាមរយៈការដែលផ្ដល់ព័ត៌មានពីក្រសួងការពារជាតិកម្ពុជានិយាយថាមានទាហានអាមេរិកសំទោសទាហានឥណ្ឌា120នាក់បានមកដល់កម្ពុជាហើយដើម្បីចូលរួមសម្ពយុទ្ធយោធាទ្វេភាគីខ្មែរ
ឥណ្ឌាឈ្មោះថា Sinbags 2ជាមួយនឹងកងទ័ពជើងគោកនៃកងយោធពលខេមរៈភូមិន្ទគឺរសៀលថ្ងៃ3ខែឧសភានេះគឺមកដល់ហើយគឺកងទ័ពឥណ្ឌាហ្នឹង120នាក់ហ្នឹងគឺមកដោយសារគេគ្រោងធ្វើសម្ពយុទ្ធយោធាហ្នឹងនៅឯកំពង់ស្ពឺនៅថ្ងៃទី18ខែឧសភានៅឯភូមិនៅតំបន់មួយគេហៅថាមូលដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទដេជោសែនភ្នំគឺភ្នំធំរះព្រៅស្ថិតនៅក្នុងស្រុកសំរោងតងខេត្តកំពង់ស្ពឺប្រធានបទដែលគេធ្វើគឺរួមគ្នាប្រឆាំងអំពើភេរវកម្មនិងសង្គ្រោះគ្រោះមហន្តរាយតែមានទាំងលំហាត់ទីបញ្ជាការនិងលំហាត់លើទីលានក្នុងគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នាបាទនេះគឺជាលើកទី2ហើយបើតាមក្រសួងការពារជាតិពួកអីធ្លាប់ធ្វើលើកទី1លើកមុននៅឆ្នាំ2024ដែរមិនមែនជាការអីខុសឆ្គងអីទេទាហានមកសហការគ្នាអីចឹងទៅគឺជាការល្អដែរពង្រឹងវិស័យយោធាប៉ុន្តែវាអត់បានផលអីទេព្រោះទាហានឥណ្ឌាទាហានស្អីក៏ដោយហ្នឹងគឺតែពេលមានរឿងអីជាមួយថៃអីហ្នឹងគ្មាននរណាមកថ្កោលទោសថៃអីមួយរឿងដែនអធិបតេយ្យរបស់ខ្មែរហ្នឹងយកទៅរួចខ្លួនទាំងអស់ទាំងឥណ្ឌាទាំងអីតែឥណ្ឌាមិនសូវបន្ទោសគាត់ទេព្រោះអីមិនដែលមានតំណែងល្អអីជាមួយខ្មែរដូចយើងមួយចិនទេយើងខកចិត្តខ្លាំងជាងគេគឺចិនហ្នឹងបាទឥឡូវនេះខ្ញុំនិយាយអំពីរឿងសន្តិភាពម្ដងថ្ងៃនេះតាមពិតសារនេះគឺជាសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូញ៉ូហ្គូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិថាបើគ្មានសេរីភាពសារព័ត៌មានទេក៏គ្មានដែរសន្តិភាពមើលអស់លោកដែលអរគុណសន្តិភាពនឹងស្ដាប់សារនឹងផងហើយលោក Martin Luther King ក៏ធ្លាប់និយាយដែរថាបើគ្មានយុត្តិធម៌ទេក៏គ្មានដែរសន្តិភាពអស់លោកស្ដាប់ផងបើអរគុណសន្តិភាពហ្នឹងតើមានអាធិបផ្សំទាំងអស់ហ្នឹងនៅឬក៏សន្តិភាពហ្នឹងគឺវាដូចតែយើងស្លមួយឆ្នាំងអញ្ចឹងទៅស្លកកូអត់ស្លកកូចេះតែស្លកើតដែរឬក៏ស្លកកូទៅដាក់ស្អីណាខុសស្លកកូដាក់ម្នាស់អីអញ្ចឹងទៅឧទាហរណ៍ឲ្យតែបន្លែចេះដាក់ទៅចាប់ឆាយអីអញ្ចឹងទៅហើយយើងហៅថាកកូដែរឬយ៉ាងម៉េចអគ្គលេខាធិការអង្គការសហប្រជាជាតិថាបើគ្មានសេរីភាពសារព័ត៌មានទេក៏គ្មានដែរសន្តិភាពព្រោះនៅពេលនេះគឺនិយាយទៅគឺគាត់ផ្ញើសារនេះជាខួបសម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោកទេព្រោះគាត់ថាអញ្ចេះសាររបស់អង្គការសហប្រជាជាតិនេះគឺបើគ្មានសេរីភាពសារព័ត៌មានទេនោះក៏មិនមានសិទ្ធិមនុស្សដែរហើយក៏មិនមានការអភិវឌ្ឍប្រកបដោយចីរភាពដែរហើយក៏មិនមានសន្តិភាពនោះដែរឃើញនៅសេរីភាពសារព័ត៌មានប្រយោជន៍សម្រាប់ឲ្យសិទ្ធិមនុស្សបានល្អប្រយោជន៍សម្រាប់ការអភិវឌ្ឍដោយចីរភាពនិងប្រយោជន៍ដើម្បីសន្តិភាពអញ្ចឹងដើម្បីអសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ2026សូមរួមគ្នាការពារសិទ្ធិរបស់អ្នកសារព័ត៌មានរឿងនេះវាស្របនឹងអ្វីដែលលោកហ៊ុនម៉ាណែតនិយាយដែរនិយាយទៅលោកហ៊ុនម៉ាណែតក៏មានគំនិតមិនខុសពីលោកអង់តូញ៉ូហ្គូតារ៉េសដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងប្រមាណទេមេដឹកនាំខ្មែរយើងមិនមែនណយម៉ានទេប្រកែមិនចាញ់នឹងអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងឯណានេះលោកហ៊ុនម៉ាណែតផ្ញើសារអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី33ឆ្នាំ2026ដោយលើកឡើងថាសម្រាប់កម្ពុជាសេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃប្រជាធិបតេយ្យប៉ុណ្ណោះទេក៏ប៉ុន្តែវាគឺជាចលករយុទ្ធសាស្ត្រនៅក្នុងការការពារសន្តិភាពនិងបូរណភាពទឹកដីដែលត្រូវរួមគ្នាថែរក្សាឲ្យបានជាដាច់ខាតមានសន្តិភាពក្នុងនឹងហើយដើម្បីការពារបូរណភាពទឹកដីអញ្ចឹងបានន័យថាដីខ្មែរដែលថៃយកទៅបានហ្នឹងគឺដោយសារតែយើងអត់មានសារព័ត៌មានឯករាជ្យនឹងឯងពួកយើងបំផ្លាញខ្ទេចខ្ទីអស់ហើយហ្នឹងសារព័ត៌មានឯករាជ្យនៅពេលដែលលោកហ៊ុនម៉ាណែតនិយាយហ្នឹងលោកនិយាយមិនប្រាប់លោកឪពុករបស់លោកមែនហើយលោកឪពុករបស់លោកហ្នឹងគឺដល់ហើយងើបមួយវាយមួយណានិយាយអីគឺគ្រាន់តែ comment នៅក្នុង Facebook ក៏ចាប់គេដាក់គុកដែរសេរីភាពសារព័ត៌មានសេរីភាពបញ្ចេញមតិហ្នឹងគឺឪពុករបស់លោកបំផ្លាញគ្រប់រឿងហើយហ្នឹងព្រោះចុះលោកទៅនិយាយនឹងនិយាយប្រាប់អ្នកណាអត់មានបានទៅនិយាយប្រាប់គាត់អីចឹងហើយបើកាលឪពុកលោកកាន់ជានាយករដ្ឋមន្ត្រីវិញណា
អាសេរីភាពសារព័ត៌មានហ្នឹងកុំថាឡើយធ្លាក់ដល់ឋានបាត់ដាលណាគឺគាត់បំផ្លាញឲ្យម៉ត់ហ្មងគឺអីអាសិទ្ធិឯកជនភាពសិទ្ធិស្អីអាសីហាអាអីគេនិយាយលើក្រែស្អីតាក់តងគ្នាគាត់យកមកផ្សាយលើបណ្ដាញសង្គមឬក៏ពេលនិយាយទូរទស្សន៍ផ្សាយអីហ្នឹងទាំងអស់ធ្វើឲ្យអត់មានរឿងអីខាត់ឡើងចឹងធម្មតាដោយរឿងកំ pl ែងចឹងហើយហ្នឹងគឺมันប៉ះពាល់ដល់សេរីភាពសារព័ត៌មានទេហើយប្រព័ន្ធព័ត៌មានហ្នឹងយកទៅផ្សាយស្រោចប៉ះពាល់ដល់សិទ្ធិឯកជនរបស់អ្នកណាក៏អត់ឈឺក្បាលហើយដល់ពេលលោកអត់ដែលរិះគន់អត់មានណាដែលរិះគន់លោកហ៊ុនសែនឃើញគាត់ភ្លាត់ទេចុងក្រោយដែលគាត់អត់ដែលដឹងថាគាត់ខុសអានេះមកខ្ញុំប្រាប់ថាសរសើរស្លាប់បង្អាប់រស់អត់ដែលបង្អាប់តែលោកហ៊ុនសែនដែលស្ដាប់ការបង្អាប់ផងគាត់ចូលចិត្តតែអ្នកណាដែលយកបង្អែមឲ្យគាត់ដែរអារឿងវ៉ាពេជ្រអីហ្នឹងក៏អត់ចូលចិត្តដល់យូរទៅហូបតែបង្អែមទឹកនោមផ្អែមអាចនឹងគ្រោះថ្នាក់កើតជំងឺមហារីកកម្រិតធ្ងន់ណាស់ហើយដល់ពេលហើយធ្ងន់ខ្លួនតែម្ដងគឺអត់មានស្អីព្យាបាលតន់ទេព្រោះហូបតែបង្អែមអត់ចេះបដូលពេជ្រវ៉ាពេជ្រអីខ្លះដោយស៊ាំនឹងអាការដែលបំផ្លាញអាច្បាប់ជាតិខ្លួនឯងអារឿងអសិលធម៌គុណធម៌ទៅហែកគេអាក្រាតរបស់អ្នកដតីឯណាតាមអាសីហាណាគាត់នោះដល់ពេលស៊ាំបងប្អូនស៊ាំអត់ស្គាល់ខុសស្គាល់ត្រូវអញ្ចឹងទៅបញ្ចេញខ្សែអាត់អ្នកស្រីបថងឋានដែលគេចរចារឿងផ្ទៃក្នុងអីណាក្រមតុកក្រមអីណារហូតតតែគេបដិញអ្នកស្រីបថងឋានចេញពីតំណែងនាយករដ្ឋមន្ត្រីឆ្លោះគ្នាក្រុមគ្រួសារតកូលហ៊ុននិងតកូលថាក់ស៊ីនលែងបងធေါ်ប្អូនធေါ်រាប់អានគ្នា30ឆ្នាំរឿងអាព្រំដែនហ្នឹងក៏ដោយសាររឿងហ្នឹងដែរហើយខូចហើយប៉ុន្តែយើងនាំគ្នាបង្កើតឲ្យមានភ្លើងអញ្ចឹងដែរហើយដល់ពេលអញ្ចឹងគាត់និយាយមកហ្នឹងគឺសារលោកហ៊ុនម៉ាណែតហ្នឹងអស់ចាមែនតែប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាអត់អាចនរណាធ្វើអីបានបើអត់ផ្សាយពិធីសារហ្នឹងគឺផ្សាយមិនបានតែម្ដងរលរឿងគេតែម្ដងបាទឥឡូវចប់ហើយព័ត៌មាននៅសល់2ទៀតរឿងចៅសង្កាត់ខ្មែរក្រុងឡុងបិចថាពិធីបុណ្យពិសាខបូជា បង្ហាញសហគមន៍ខ្មែរនៅភាពសាមគ្គីគ្នាខ្ញុំមានមោទនភាពមែនតើពេលម្សិលមិញនេះគឺថ្ងៃទី3ទី2ខែសំទុក3ឧសភានេះគឺនៅថ្ងៃទី2ច្រឡំថ្ងៃទី2ខែឧសភានេះគឺថ្ងៃសៅរ៍ហ្នឹងគឺគេមានពិធីវិសាខបូជានៅឯទីក្រុងឡុងបិចនៅចំកណ្ដាលទីក្រុងជាសាលរបស់សាលាក្រុងបងប្អូនសួរខ្ញុំថាគេឲ្យធ្វើអញ្ចឹងដែររបស់ខ្មែរយើងសោះតាមពិតសាលាក្រុងឡុងបិចនេះគឺជាទីធ្លាសាធារណៈទេសម្រាប់បងប្អូនប្រជាពលរដ្ឋនៅទីក្រុងឡុងបិចណាចង់ធ្វើអីក៏បានដែរឲ្យតែប្រាប់ទៅសាលាក្រុងទៅគេឲ្យហើយប៉ុន្តែបើគ្មានចៅសង្កាត់លេខ6ដែលជាខ្មែរទេយើងដែលធ្វើអីបាននៅសាលាក្រុងពីដើមមកណាគេឈឺក្បាលយើងនោះព្រោះអីសហគមន៍យើងអត់មានអ្នកតំណាងខ្មែរមកនៅនេះរាប់សិបឆ្នាំហើយហ្នឹងដែលមាននរណាគេគិតគូរយើងដូចឥឡូវនោះឥឡូវដោយសារតែមានអ្នកស្រីស៊ូលីសារ៉ូជាចៅសង្កាត់លេខ6ធ្វើការនៅក្រុមប្រឹក្សាក្រុងទឹកមាត់ខ្មែរប្រៃហើយសំនឹងគាត់ចេះប្ររួបប្ររួមសហគមន៍ទៀតគឺធ្វើឲ្យមុខមាត់ជាតិយើងកើនឡើងមួយកម្រិតធំណាស់នៅក្នុងទីក្រុងឡុងបិចនេះមានភាពប្រែប្រួលច្រើនណាស់ម្សិលមិញណាបងប្អូនណាអ្នកដែលមកចូលរួមពិធីហ្នឹងណារាប់រយអ្នកប្រសង់រាប់សិបអង្គចម្រុះមានប្រសង់ភូមាស្រីលង្កាថៃនិងវៀតណាមហើយខ្ញុំរំភើបមែនតើរំភើបត្រង់អីនេះជាការផ្សះផ្សាអ្នកដែលមានជំនឿសាសនាមិនចំពោះថាជាតិសាសនាទេព្រោះយើងកាន់សាសនាដូចគ្នាមិនអញ្ចឹងហ៎គឺយើងមកប្រពៃពិធីពុទ្ធសាសនាមកពីវត្តណាក៏បានដែរអត់មាននិន្នាការនយោបាយបកណាទេគឺមកគឺហើយយើងមើលឃើញប្រសង់ថៃប្រសង់អីមកជួយសូត្រចយន្តតោអីនៅកន្លែងហ្នឹងគឺយើងនាំគ្នាគោរពប្រតិបត្តិទាំងអស់គ្នាព្រោះអីប្រសង់ដែលជានិមិត្តរូបនៃសុខសន្តិភាពនៃការបង្រួបបង្រួមដែរល្អមែនតើហើយប្រជាពលរដ្ឋមកជុំចិត្តច្រើនគ្នាស្លៀកពាក់សមកសុំសិលធ្វើវិបស្សនាសមាធិអីចឹងទៅដើម្បីសង្រួមចិត្តព្រោះគ្មានសេចក្តីសុខអ្វីជាជាងសេចក្តីស្ងប់ផ្លូវចិត្តទេខ្ញុំចង់ឲ្យមេដឹកនាំខ្មែរនឹងយល់ពាក្យហ្នឹងរាល់ថ្ងៃហ្នឹងយកភ្លើងទៅដាក់នៅក្នុងខ្លួនគ្រប់គ្នាអ្នកដឹកនាំនៅស្រុកខ្មែរហ្នឹងដោយសារតែចង់បំផ្លាញគណៈបកប្រឆាំងហ្នឹងគឺត្រូវតែដាក់ភ្លើងនៅក្នុងខ្លួនហើយមានសេចក្តីសុខមកពីណាហើយសេចក្តីសុខអត់មានសម្រាប់ក្រុមខ្លួននិងក្រុមសុខគ្រួសារខ្លួនហើយវាចង្រៃដល់ប្រជាពលរដ្ឋទាំង18លានអ្នកទៀត
អត់ព្រមរៀនសូត្ររវិបស្សនាកម្មដ្ឋាននឹងអីខ្លះខ្ញុំចង់ស្នើឲ្យមានដឹកនាំខ្មែរទាំងអស់គ្នាទាំង លោកហ៊ុនម៉ាណែតទាំងលោកហ៊ុនសែនទាំងនរណាក៏ដោយកាន់គណៈបកប្រជាជនហ្នឹងគួរតែមានទិវាណាមួយ10ថ្ងៃទៅធ្វើវិបស្សនាកម្មដ្ឋានខ្លះមើលដូចគ្នាគណៈបកសង្គ្រោះជាតិឬគណៈបកប្រឆាំងខ្ញុំចង់ឲ្យធ្វើអញ្ចឹងដែរសាកម្នាក់10ថ្ងៃមើលយកឲ្យធ្វើថាលៀងជំរះអាមោហៈទោសៈក្នុងខ្លួនហ្នឹងឲ្យជ្រះឲ្យអស់មើលឲ្យរកអាផ្លូវត្រូវហ្នឹងឃើញខ្លះកុំឲ្យយកខ្មែរគ្នាជាសត្រូវមើលនេះដូចពិធីគេធ្វើវិសាខបូជាហ្នឹងគេមកជុំគ្នាត្រូវរូវគ្នាល្អោកល្អឿនមហាគ្រួសារសប្បាយមែនតើមើលទៅគួរឲ្យជាទីមនោរម្យខ្ញុំសូមសរសើរការរៀបចំរបស់សហគមន៍របស់យើងសរសើរចៅសង្កាត់លេខ6សរសើរបងប្អូនខ្មែរក្នុងសហគមន៍ក្រុងឡុងប៊ិចនិងក្រុងជិតនេះហើយក៏អរគុណបងប្អូនទាំងអស់ដែលគាត់ថាងកុំបានមួនរ៉េតផ្សព្វផ្សាយកុំឲ្យអត់ដឹងថាគេធ្វើពិធីនៅវិសាខបូជានៅក្រុងឡុងប៊ិចហ្នឹងទៀតហើយបងប្អូនមួយចំនួនពេលដឹងហើយនោះមករករឿងខ្ញុំទៀតថាសាលាក្រុងឡុងប៊ិចអត់ព្រមដាក់អាស័យដ្ឋាននៅណាទៅទៀតធ្វើគេសួរឆ្ងល់គ្រប់គ្នាផ្សាយព័ត៌មានខ្វះព័ត៌មានបងប្អូនខ្ញុំនិយាយលេងសើចជាមួយពួកគាត់ដែរខ្ញុំសុំទោសមែនហើយខ្ញុំមិនបានដាក់អាស័យដ្ឋានក្រុងឡុងប៊ិចប៉ុន្តែសាលាក្រុងឡុងប៊ិចមានតែមួយគត់នៅក្នុងទីក្រុងឡុងប៊ិចហ្នឹងគឺមានតែនៅអាផ្លូវWest Pacific Ocean ហ្នឹង411អាគារហ្នឹងមានតែមួយគត់ហើយដូចខ្ញុំថាប្រាសាទអង្គរវត្តចឹងឲ្យខ្ញុំដាក់អាស័យដ្ឋានប្រាសាទអង្គរវត្តណាបើវានៅក្នុងខេត្តសៀមរាបហ្នឹងហើយទៅប្រាសាទអង្គរវត្តនៅហ្នឹងខ្ញុំពិបាកដែរគាត់ផ្សាយទាំងអស់គ្នាដែរតែយ៉ាងណាបងប្អូនខ្ញុំសប្បាយចិត្តដោយសារការផ្សព្វផ្សាយរបស់ខ្ញុំបានជាធម្មទានទៅបានជាព័ត៌មានដល់សហគមន៍យើងនៅពេលដែលចូលរួមក្នុងពិធីដ៏សំខាន់បែបសាសនាអីចឹងទៅក៏គាត់មកជួយចូលរួមដោយសារតែដំណឹងដែលបានផ្សាយទៅដល់នេះគឺជាប្រយោជន៍ធំដែរអរគុណច្រើនដែលបងប្អូនគិតថាប្រយោជន៍ព័ត៌មានបង្អែមលៀងមាត់មួយក្រាស់ធំនេះវាមិនមែនបង្កើនតែជំងឺទឹកនោមផ្អែមទេគឺវាធ្វើឲ្យចំណេះជំនាញផ្លូវអារម្មណ៍ឬក៏ព័ត៌មាននឹងបានជ្រាបជ្រាបដែរតែខ្ញុំម្ដងទៀតខ្ញុំនឹងកាត់វីដេអូទាំងអស់នេះពីការដែលធ្វើពិធីនៅវិសាខបូជានៅទីក្រុងឡុងប៊ិចហ្នឹងដើម្បីឲ្យបងប្អូនបានទស្សនាពីដើមដល់ចប់នៅពេលដែលខ្ញុំលេងពេលបានព្រោះពេលវេលារវល់ពេកអត់បានថតផ្សាយផ្ទាល់ទេព្រោះពិធីគេ4ម៉ោងផ្សាយក៏មិនអស់ដែរខ្ញុំគ្រាន់តែថតផ្តិតយកវីដេអូនៃទស្សនវិជ្ជាជាក់ស្ដែងហ្នឹងដើម្បីយកមកបញ្ចូលធ្វើជាវីដេអូប្រហែលជា5នាទីអីហ្នឹងដើម្បីឲ្យបងប្អូនបានទស្សនានៅពេលឆាប់នេះហើយដើម្បីបិទបញ្ចប់នេះគឺជាបង្អែមបរទេសគឺទីបំផុតអ៊ីរ៉ង់ដាក់សំណើ14ចំណុចដើម្បីបញ្ចប់សង្គ្រាមតែលោកត្រាំថាចាំមើលសិនបាទឥឡូវនេះគឺដោយសារតែជាដំណឹងល្អដែរបងប្អូនព្រោះអីសង្គ្រាមរបស់អ៊ីរ៉ង់នៅអ៊ីរ៉ង់នេះគឺវានៅអូសបន្លាយពេលយូរពេកឥឡូវនេះអ៊ីរ៉ង់គេដាក់សំណើ14ចំណុចមកហើយឲ្យលោកត្រាំពិនិត្យបងប្អូនត្រូវចាំថាលោកត្រាំធ្លាប់ដាក់សំណើទៅអ៊ីរ៉ង់15ចំណុចឥឡូវអ៊ីរ៉ង់គេដាក់14មកវិញប៉ុន្តែអាមេរិកអត់ខ្វល់នឹងដាក់អីទេសំខាន់ឲ្យតែលុបបំបាត់អាវុធបរមាណូឈប់ធ្វើព្រមប៉ុន្តែ14ចំណុចនេះប្រហែលជាអាចអត់មានបរមាណូនឹងហើយបានជាលោកត្រាំថាចាំពិនិត្យមើលហើយខ្ញុំនិយាយថាគាត់និយាយអីគេខ្លះក្នុង14ចំណុចហ្នឹងរបស់អ៊ីរ៉ង់ចង់បានអីគេខ្លះហើយសំណូមពរហ្នឹងសមហេតុសមផលឬអត់តាមពិតសំណើរបស់អ៊ីរ៉ង់នេះត្រូវបានសារព័ត៌មានអាមេរិកនិងអន្តរជាតិផ្សព្វផ្សាយដោយសារតែគេដកស្រង់ពីប្រភពសារព័ត៌មានរបស់អ៊ីរ៉ង់របស់រដ្ឋគេនោះណាគេដាក់ថាអញ្ចេះអ៊ីរ៉ង់មានសំណើ14ចំណុចដើម្បីស្នើសុំឲ្យអាមេរិកធ្វើដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ទី1ខ្ញុំសង្ខេបបងប្អូនអត់អត់និយាយទាំងអស់គឺមួយគឺបទឈប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់តាក់ទងនឹងរឿងសង្គ្រាមនេះគឺសុំអឺប្រជប់ត្រឹម30ថ្ងៃទៅកុំអូសបន្លាយយូរពេកបើសិនមានបទឈប់បាញ់សុំធ្វើតែ30ថ្ងៃយូរពេកទៅវានៅចាំមើលវាយូរពេកមួយទៀតគឺសុំឲ្យអាមេរិកធានាគឺថ្ងៃក្រោយហាមផ្ដាច់ប្រើកម្លាំងយោធាវាយអ៊ីរ៉ង់ទៀតឲ្យអាមេរិកធានាណាថ្ងៃក្រោយទៅអនាគតហ្មងគឺអត់មានត្រូវវាយធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតទេអាហ្នឹង
ជាសំណើដំបូងបំផុតរបស់អ៊ីរ៉ង់មួយទៀតអ៊ីរ៉ង់សុំថាឲ្យអាមេរិកដកទ័ពឲ្យអស់ចេញពីទឹកដីរបស់អ៊ីរ៉ង់បានន័យថាដែនសមុទ្រដែនអីក៏ដោយហ្នឹងដកចេញឲ្យអស់ដែលនៅក្បែរជាប់អ៊ីរ៉ង់ហ្នឹងគឺកុំឲ្យបង្កហានិភ័យដល់អ៊ីរ៉ង់ហើយត្រូវតែបើកច្រកហ័រមូសកុំបិទយកកប៉ាល់ចម្បាំងយកទៅបិទច្រកហ័រមូសហ្នឹងបើកឡើងវិញផងហើយមិនតែប៉ុណ្ណឹងគឺត្រូវតែឈប់បង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលអាមេរិកបង្កករាប់ពាន់លានដុល្លារឲ្យប្រឡែងមកឲ្យអ៊ីរ៉ង់បានទទួលយកមកប្រើប្រាស់វិញទាំងអស់ហើយមួយទៀតគឺតកតងនឹងឈប់ដាក់ទណ្ឌកម្មអ៊ីរ៉ង់ដកទណ្ឌកម្មឲ្យអស់ដើម្បីឲ្យអ៊ីរ៉ង់អាចនឹងមានភាពស្របច្បាប់ត្រឹមត្រូវក្នុងការដូចថាលក់ដូរឬប្រកបអាជីវកម្មអីនៅលើពិភពលោកដែលមិនរងការដាក់ទណ្ឌកម្មពីអាមេរិកនិងមួយទៀតគឺត្រូវបញ្ចប់សង្គ្រាមនៅលីបង់ឈប់វាយលីបង់ទៀតហើយតកតងនឹងការគ្រប់គ្រងច្រកហូមូសអ៊ីរ៉ង់សុំឲ្យរៀបចំយន្តការថ្មីដែលដើម្បីគ្រប់គ្រងច្រកនេះមិនមែនអាមេរិកធ្វើអីស្រេចចិត្តទេអូខេស្ដាប់ទៅមិនតែបងប្អូនសំណើទាំង14ចំណុចនេះខ្ញុំជឿថាអាមេរិកនឹងមិនយកទេព្រោះអីអាមេរិកចង់បានតែម្យ៉ាងគត់គឺអ៊ីរ៉ង់ឈប់មានអាវុធបរមាណូហើយរៀបចំរដ្ឋាភិបាលថ្មីដែលមិនគ្រប់គ្រងដោយមនុស្សដដែលតែប៉ុណ្្នឹងហើយ